ពួកខ្ញុំនៅមានពេលច្រើនណាស់ដើម្បីមានកូនក្រែងម៉ែចង់ឲ្យពួកខ្ញុំមានការងារល្អធ្វើហើយមានជីវភាពធូរធារប្រសើរជាងម៉ែខ្ញុំចង់មានកូនជាមួយប្តីខ្ញុំនៅថ្ងៃណាមួយប៉ុន្តែខ្ញុំក៏ស្រឡាញ់គាត់ដែរខ្ញុំចង់មានពេលនៅជាមួយប្តីខ្ញុំឲ្យបានច្រើនមុនពេលដែលខ្ញុំមានកូនណាម៉ែសុំទោសម៉ែខ្ញុំមិនអាចធ្វើដូចបងចនាបានទេអូនឯងមានអីអូនមានអ្នកថ្មីមែនទេបងឯងគិតដល់ណាឯហ្នឹងចុះឯងមានរឿងអីមើលចុះសំបីឲ្យមើលចំភ្នែកបងកុំមិនហ៊ានមើលដែរបងដឹងទេខ្ញុំមានផ្ទៃពោះទៀតហើយស្លាប់ហើយចុះក្រែងអូនលេបថ្នាំរាល់ថ្ងៃបងមានដឹងទេរាល់ថ្ងៃនេះខ្ញុំរវល់ប៉ុណ្ណាណែហត់ប៉ុណ្ណាខ្ញុំព្យាយាមខំលេបវារាល់ថ្ងៃប៉ុន្តែមួយថ្ងៃតែមួយគ្រាប់ក៏ចាំបានដែរអូនសុំទោសយើងគ្មានលទ្ធភាពចិញ្ចឹមកូនមួយទៀតបានទេខ្ញុំដឹងសំបីឲ្យកូន5នាក់យើងពិបាកណាស់ទៅហើយបងខំប្រឹងធ្វើការនឿយហត់រាល់ថ្ងៃដើម្បីគ្រួសារមួយនេះបងមិនស្អូនใจទេវាគឺជាការទទួលខុសត្រូវរបស់បងត្រូវតែធ្វើអញ្ចឹងមិនអញ្ចឹងចុះហេតុអីក៏ការងារអូនឯងមិនធ្វើឲ្យល្អផងដែរទៅបងមិនដឹងទេនេះជារឿងផងឯងដោះស្រាយដល់ខ្លួនឯងអូនមិនបានសុកបបួលម៉ែនិយាយវិជាកំណើតអញ្ចឹងគាត់ឃើញស្រាវមកណាម៉ៃហ្នឹងណាថាម៉េចគាត់ឃើញស្រមបងថ្ងៃមុនអូនលឺបងដាគាត់និយាយពីវិធីពជាកំណើតម្យ៉ាងទៀតណាអញ្ចឹងអូនឯងចង់មានន័យថាអូនឯងចង់ដូរវិធីពជាកំណើតដើម្បីកុំឲ្យម៉ែគាត់ចាប់បានមែនត្រូវហើយពួកយើងប្រហែលជាត្រូវបដូរវិធីផ្សេងហើយមើលទៅតែបងពិតជាអត់ចង់ធ្វើអីដែលប៉ះពាល់ដល់សុខភាពអូនឯងទេបង